អូខេចឹងតើតងទៅនឹងការប្រើប្រាស់ base map យើងមាន limit មែនតើនៅក្នុងការប្រើប្រាស់វាពលគឺយើងអាចប្រើវាបានតែក្នុងការបង្ហាញតែប៉ុណ្្នឹងឯងតែប្រហែលថាប្រសិនបើយើងចង់កាត់វាមែនតើទៅយើងក៏អាចកាត់វាបានដែរគ្រាន់តែថាយើងកាត់វាដោយយើងប្រើប្រាស់នៅ map ចឹងឧទាហរណ៍ថានៅក្នុងនេះខ្ញុំចង់ប្រើប្រាស់នៅ base map នេះប៉ុន្តែខ្ញុំអត់ចង់ឲ្យវាបង្ហាញទាំងអស់ទេខ្ញុំចង់ឲ្យវាបង្ហាញតែផ្នែកណាមួយនៃ base map ហ្នឹងឧទាហរណ៍ថាខ្ញុំចង់ឲ្យមកវាបង្ហាញតែនៅភ្នំពេញនេះទេតំបន់នេះគឺជាអ្វីដែលខ្ញុំចង់បានសម្រាប់ការបង្ហាញការប្រើប្រាស់របស់ខ្ញុំហ្នឹងអញ្ចឹងយើងអាចកាត់ម្ដុំហ្នឹងបានហើយមិនឲ្យវាបង្ហាញឲ្យផ្សេងទៀតទេដោយយើងប្រើប្រាស់នៅ map clipping អញ្ចឹងយើងអាចចូលទៅកាន់ map property ចូលមកកាន់ clip layer តមកយើងរើសយកនៅ clip to a custom extent ដែលវិធីសាស្ត្រនេះខ្ញុំបានបង្ហាញធ្លាប់បានបង្ហាញម្ដងហើយកាលពីឆ្នាំមុនកាលពីមួយឆ្នាំមុនអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញភាសាទៀតភាសាមានសំណួរពីកូនសិស្សផងយើងអញ្ចឹងយក clip to custom extent ហើយយើងយក current visible extent អូខេយើង apply កន្លែងនេះប្រសិនបើយើងមិន exclude layer ណាមួយចេញពី clipping ហ្នឹងទេវានឹងធ្វើការកាត់ទាំងអស់នៅលើ map ហ្នឹងរាល់តំណែងទាំងអស់ដែលនៅលើ map នេះគឺវានឹងធ្វើការកាត់ទៅតាម current visible extent ហ្នឹងតែបើសិនបើយើងមិនចង់កាត់ layer ណាមួយទេយើងអាចរើសកន្លែងហ្នឹងបានយើង exclude វាណានៅក្នុងករណីនេះគឺយើងមិនត្រូវការ exclude ទេខ្ញុំចុច OK នៅពេលដែលខ្ញុំចុច OK យើងនឹងបានកាត់នៅ base map ហ្នឹងចេញតាមតែម្ដុំហ្នឹងសំណួរមួយទៀតកូនសិស្សយើងហ្នឹងគាត់សួរថាមិនបានពេលកាត់ហើយដាក់ចូលក្នុង layout ទៅវាចេញ grid ពេលយើងដាក់ grid ទៅវាចេញទៅតាមជុំវិញហ្នឹងទេតែយើងធ្វើម៉េចដើម្បីឲ្យចេញដូចធម្មតាអញ្ចឹងឧបមាដែលខ្ញុំប្រើ layout ស្លឹក A3 ហើយខ្ញុំ add map នឹងចូលមកហើយនៅពេលដែលខ្ញុំបញ្ចូល grid ឥឡូវនេះខ្ញុំបញ្ចូល grid មួយពេលដែលខ្ញុំបញ្ចូល grid គឺឃើញថា grid ហ្នឹងវា load ជុំវិញ base map ដែលយើងបានកាត់ហ្នឹងប៉ុន្តែវាអត់ load ម្ដងកន្លែង map frame ខាងលើនេះទេអញ្ចឹងធ្វើម៉េចដើម្បីឲ្យវាបង្ហាញនៅតាម map frame នេះវិញអញ្ចឹងយើងធ្វើបានដោយយើងចូលទៅកាន់ grid property ហើយបន្តមកទៀតយើងមើលមកផ្នែកខាងក្រោមនេះគឺគេដាក់ថា grid boundary យើងពលាវាមកហើយយើងធ្វើការដោះ tick use map clip shape ពេលយើងដោះ grid ទៅយើងឃើញថា grid នេះវាចាប់ផ្ដើមបង្ហាញនៅតាម layout នេះវិញវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តទៀតអរគុណ